ថ្មីទៀតហើយបាទព្រៃសៃយ៉ាងខ្លាំងគឺសម្រាប់នារីរត់តុនៅក្នុងបារថៃម្នាក់រួចកាត់សាកសពជាពីកំណត់កប់ក្នុងដីបាទនេះគឺនៅប្រទេសថៃបាទកាលពីថ្មីនេះនារីស្រស់ស្អាតម្នាក់ដែលធ្វើការជាអ្នករត់តុនៅក្នុងបារមួយកន្លែងត្រូវបានគេសម្លាប់រួចកាត់សាកសពជាពីកំណត់ហើយយកទៅកប់នៅក្នុងដីដោយសារតែរឿងគំនុំផ្ទាល់ខ្លួនបាទអញ្ចឹងនេះគឺជាការរឿងគំនុំបាទនារីខាងលើនេះមានឈ្មោះថាវ៉ារីសារ៉ាគុនជុនត្រូវបានគេរកឃើញនៅក្នុងថង់ប្លាស្ទិកនៅក្បែរភូមិមួយស្ថិតនៅខេត្តខុនខេនប្រទេសថៃនារីវ័យ23ឆ្នាំរូបនេះត្រូវបានគេសម្លាប់រួចកាត់សាកសពជាពីកំណត់ត្រឹមចង្កេះបាទបើយោងតាមប៉ូលីសថៃបានឲ្យដឹងថាឃាតករគំនុំតខ្លួនជាមួយនឹងនារីរងគ្រោះប៉ូលីសបានកំណត់អត្តសញ្ញាណគឺនារីរងគ្រោះដោយសំអាងលើរូបសាក់នៅលើខ្នងនិងទ្រូងខាងឆ្វេងរបស់នាងដែលជាអក្សរ Hoppy បាទទោះជាយ៉ាងណាប៉ូលីសមិនបានធ្វើការសន្និដ្ឋាននារីរងគ្រោះបានត្រូវបានគេសម្លាប់និងកាត់សាកសពនៅកន្លែងផ្សេងរួចដឹកតាមរថយន្តយកមកកប់នៅទីនោះបាទអញ្ចឹងនេះគឺជាការលើកឡើងពីសមត្ថកិច្ចបាទធ្វើពិនិត្យវិจัยបាទអញ្ចឹងពិតជាស្រស់ស្អាតបាទគឺគាត់ធ្វើការនៅក្លឹបបារថៃមួយបានត្រូវមនុស្សដែលមិនមានគំនុំជាមួយគាត់បានសម្លាប់គាត់បាទអញ្ចឹងធ្វើយ៉ាងណាដើម្បីតាមចាប់ឃាតករឲ្យបានបាទអញ្ចឹងសូមអរគុណសម្រាប់ព័ត៌មាននៅក្រៅប្រទេសបាទ